រដ្ឋសមាជិកសហភាពអឺរ៉ុបនិងអារ៉ាប់រួមទាំងកាណាដានិងអាមេរិកបានបញ្ញាចិត្តស្វែងរកមូលនិធិរហូតដល់ទៅ$70,000,000,000ដើម្បីជួយកសាងតំបន់កាហ្សាឡើងវិញបន្ទាប់ពីសង្គ្រាមដ៏បង្ហូរឈាមជាង2ឆ្នាំរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់លោក Jaco Cillier ដែលជាមន្ត្រីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិបាននិយាយថាសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងពួកហាម៉ាស់បានបង្កើតកំទេចកំទីថ្មអគារចង្ហោចណាស់55តោនឯណោះដូច្នេះហើយការកសាងតំបន់កាហ្សាឡើងវិញទាំងស្រុងប្រហែលជាត្រូវចាយពេលដល់ទៅរាប់ទសវត្សរ៍លោក Cillier បានប្រាប់សន្និសីទសារព័ត៌មានថាជើងបានលើកដំណឹងវិជ្ជមានពីប្រទេសដៃគូមួយចំនួនរបស់ជើងក្នុងនោះរួមមានដៃគូអឺរ៉ុបនិងកាណាដាដែលបានប្រកាសបដិញ្ញាជួយកសាងតំបន់កាហ្សាឡើងវិញហើយបញ្ហានេះក៏កំពុងពិភាក្សាជាមួយដៃគូអាមេរិកផងដែរតំបន់កាហ្សាដ៏ធំសម្បើមបានប្រែក្លាយទៅជាវាលរហោឋានដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលក្នុងពេល2ឆ្នាំដែលបានសម្លាប់មនុស្សប្រហែល68,000 នាក់នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលកាហ្សាហើយប្រតិបត្តិការយោធាអ៊ីស្រាអែលនៅកាហ្សាធ្វើឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់បើការវាយប្រហារដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃទី7 ខែតុលាឆ្នាំ2023សម្រាប់មនុស្សប្រមាណ1,200 នាក់និងចាប់ចម្រិតមនុស្សចំនួន251នាក់ធ្វើចំណាត់ខ្មាំងក្រុមហាម៉ាស់បានដោះលែងចំណាត់ខ្មាំងអ៊ីស្រាអែលដែលនៅរស់រានមានជីវិតចុងក្រោយចេញពីកន្លែងឃុំខ្លួននៅកាហ្សាកាលពីថ្ងៃទី13 ខែតុលាស្ថិតនៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ខណៈអ៊ីស្រាអែលក៏បានដោះលែងអ្នកទោសប៉ាឡេស្ទីនត្រឡប់ទៅផ្ទះវិញផងដែរស្របពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាសង្គ្រាមកាហ្សាបានបញ្ចប់ហើយ